ថ្ងៃចូលឆ្នាំនេះមិនបាននៅស្រុកខ្លួនឯងទេគឺនៅខាងស្រុកខាងប្តីនៅតាកែវនោះបងប្អូនតោះឥឡូវរងចាំទស្សនាវីដេអូរបស់នាងខ្ញុំពីដើមដល់ចប់មើលពេលរៀបចំខ្លួនឯងរួចហើយក៏មុខទឹកឲ្យកូនម្ដងប្រអីឡានគេថាចិត្តមកហើយប្រហែលជាម៉ោង8គេចាប់ផ្ដើមចេញដំណើរទៅហើយអញ្ចឹងនាងខ្ញុំរៀបចំខ្លួនឯងរួចរាល់ហើយក៏មុខទឹកឲ្យកូនឯសាកូននឹងបែកញើសច្រើនពេកដោយសារមេឃនឹងក្តៅអញ្ចឹងអត់តាន់មុជទឹកមុនទេតោះតែចិត្តដល់ពេលទៅមុជទឹកតែម្ដងហើយឥឡូវនេះអមីក៏ថតលេងមួយអូនដែរហើយអូននឹងក៏បានកក់សក់រួចរាល់ហើយដែរបងប្អូនចាឥឡូវបន្ទាប់ពីងូតទឹកហើយអូនចាប់ផ្ដើមប៉ែកក្អៅហើយប៉ែកក្អៅរួចរាល់ហើយក៏ឃ្លានមុំតែម្ដងឥឡូវនេះអូនតែងខ្លួនរួចហើយឥឡូវនេះចូលថតរូបលេងពាក់វ៉ែនតាធ្វើស្រីបារាំងតែពីរងចាំឡានប្រហែលជានៅសកន្លះម៉ោងទៀតអញ្ចឹងថតរូបលេងនៅក្នុងផ្ទះថ្មីហើយនឹងនៅក្រៅចាមិនដឹងតបតែងអីខ្លាំងទេបងប្អូនអើយនេះតបតែងដូចកូនក្មេងចឹងឯងឲ្យថាគេថាទៅតបតែងម្ដងគឺខ្ញុំដូចកូនក្មេងអញ្ចឹងអត់សូវចេះតបតែងបែបមនុស្សចាស់ទេបងប្អូនចាថតពីអៀងប្អូនឥឡូវចាប់ផ្ដើមឡើងលើឡានហើយយើងជិះដំណើរទាំងអស់គ្នានឹងឯងចាពីគ្រួសារហើយមីងនឹងពូក៏ទៅលេងសកំណាត់គាត់ទៅលេងម្ដងចានាំចៅទៅលេងឥឡូវនេះផ្លូវយើងចេញពីភ្នំចេញពីបាត់ដំបងទៅភ្នំពេញណាបងប្អូនចានៅលើឡានគឺឲ្យអមីគាត់អ្នកពោកូនហើយខ្លួនឯងក៏ទៅថតរូបលេងនឹងឯងចាជាទម្លាប់របស់នាងដោយសារអាងមានបងស្រីឬក៏ម្ដាយអីជួយមើលចឹងណាតែឥឡូវនេះដល់កន្លែងការ៉ាសាំងគេឡានជាចាក់ផ្ទះឬក៏ចាក់សាំងរបស់បងប្អូនឥឡូវជប់សម្រាប់អាសាថតរូបលេងឥឡូវនេះផ្លូវទៅភ្នំពេញគឺស្អាតមែនតែនហើយអូនធីតាឃើញបងរាជគេគេងនៅកន្លែងអមីហ្នឹងអូនហ្នឹងក៏ចង់គេងផ្អែកនៅលើអមីដែរឥឡូវដល់កំពង់ឆ្នាំងហើយឃើញភ្នំគេស្អាតណាស់ពីយើងជិះតាមផ្លូវទៅឃើញជិះកាត់ភ្នំហ្នឹងណាចាគឺខេត្តកំពង់ឆ្នាំងហ្នឹងឯងឥឡូវនេះយើងបានមកដល់ភ្នំពេញហើយចាដល់ចំណតឡានភ្នំពេញហើយគឺផ្សារថ្មីហើយមនុស្សម្នាជាច្រើនរងចាំឡានចាជិះតឬក៏ចាំបងប្អូនអញ្ចឹងណាហើយអូនធីតាប៉ាគេពោចុះពោឡាងឥឡូវនេះដល់ពេលជិះធុកទៅលេងប្អូនថ្លៃចានៅសង្កាត់ព្រៃសរនឹងឯងហើយពេលនេះគឺបានមកដល់ផ្ទះមីងចិន្តាហើយនឹងពូហេងគេហើយមកអូននឹងក៏លួចថតផ្ទះគាត់ទៀតតោះឥឡូវនេះយើងចាប់ផ្ដើមគេងមួយយប់ហើយគឺយើងចេញដំណើរព្រឹកឡើងយើងចេញដំណើរទៅតាកែវតែម្ដងចាទៅស្រុកកំណើតខាងប៉ាអូនធីតាមកអូនធ្លាប់ទៅច្រើនដងហើយបងប្អូនចាតាំងពីមិនតាន់ការរហូតដល់កូនមួយនេះឯងហើយនៅតាមផ្លូវពេលនៅដល់ចិត្តដល់ផ្សារអីអញ្ចឹងស្ទះណាព្រោះថ្ងៃទី13គេចាប់ផ្ដើមទិញអីវ៉ាន់ឥឡូវនេះមកដល់តែយាយនុតហើយចាមកដល់តែយាយនុតហើយចាលីកិច្ចនាំអូនលេងហើយនឹងចែសីរតឥឡូវនេះថ្ងៃទី2ហើយគឺយាយគាត់ចាប់ផ្ដើមធ្វើចាស៊ុបជើងគោជើងគោនឹងឯងហើយមានកលៀនមានពេលទៅដល់ភ្លាមគាត់ចាមកហូបគាត់មានច្រើនណាស់បងប្អូនអើយមានតាំងពីកលៀនគោចាតែខ្ទងឆ្ងាញ់ណាតែគាត់មិនដាច់ទេមកហូបអាហាររកកពួនដាក់ហូបអត់មានអញ្ចឹងហូបកន្លះម៉ោងហូបទៀតណាឥឡូវនេះដល់ថ្ងៃហ្នឹងជាថ្ងៃដែលគេហៅបនគាត់អញ្ចឹងយាយគាត់ទៅបនអញ្ចឹងក៏គេឲ្យនំបញ្ចុកមកអញ្ចឹងខ្ញុំក៏ញ៉ាំនំបញ្ចុកទៀតទៅហើយអូនធីតាក៏បានជីចាម៉ូតូស្គូពីរបស់ចែសីរតទៀតថ្ងៃទី3ព្រឹកឡើងគឺចាអូនធីតាហ្នឹងគឺត្រូវបានអ៊ីនិចគេនឹងយកឲ្យគេងចាហើយមកអូនញ៉ាំមីញ៉ាំហ្នឹងចង់ញ៉ាំមីយកពីផ្ទះទៅតែឥឡូវនេះដល់ថ្ងៃទី4ហើយគឺដល់ថ្ងៃពេលគេ
ត្រូវនិមន្តព្រះសង្ឃបាំងស្គរនៅផ្ទះគាត់ហើយចាហើយនេះរបស់លេងចែសីរតយកឲ្យអូនធីតាលេងដែរហើយឲ្យទៅដោះកូវអូនញ៉ាំទៀតចែសីរតចិត្តល្អណាស់តឥឡូវដល់ពេលធ្វើម្ហូបរួចរាល់អស់ហើយដល់ពេលព្រះសង្ឃក៏និមន្តមកដែរអញ្ចឹងដល់ពេលវេលាដែលត្រូវបាំងស្គរសូត្រមន្តចាសំសិរីសុស្ដីមកបាត់ឧបទប់ចង្រៃចេញឲ្យឆ្ងាយចាបងប្អូនចូលឆ្នាំថ្មីសូមតែជ័យលៀបហេងរកស៊ីមានបានចាមានមាសមានពេជ្រច្រើនតែឥឡូវនេះអ៊ំគាត់នៅទូកណ្ដាលក៏គាត់បានអញ្ជើញមកដែរហើយព្រះសង្ឃមាន2អង្គចាប៉កែសូត្រមន្តណាបងប្អូនអើយហើយដល់វគ្គគាត់ប្រោះព្រំទឹកមុនហើយអូនធីតាយំពេកក៏អត់បាននៅនឹងទេឲ្យចែនិចអ៊ីនិចគេនាំទៅក្រោមទៅគេងណាចានេះព្រះអង្គក៏ប្រោះព្រំហើយតិចទៅជុំណាចាហើយមានចែលីកិច្ចចាសចិត្តតាហើយមានតាមានយាយមានបងធីបងថាឥឡូវនេះរួចរាល់ហើយក៏ថ្ងៃត្រង់ឡើងដល់ពេលអូនធីតាលេងជាមួយចែសីរតហើយនឹងចែសចិត្តតាហើយនឹងប៉ាអូនអត់មានធ្វើអីទេអូនមកមានតែលេងញ៉ាំគេងប៉ុណ្្នឹងឯងបងប្អូនអើយហើយចែរត់គេស្រឡាញ់អមរៃគេណាអមរៃនឹងភ្នែកនឹងស្រឹមហើយផឹករួចហើយចាមួយថ្ងៃនឹងផឹករហូតហើយអូនធីតាក៏ចំណែនក៏ទៅហៅប៉ាដែរបងប្អូនមួយថ្ងៃ4-5ថ្ងៃហ្នឹងគឺពិតជាសប្បាយមែនតែនមានន័យមែនតែនហើយចែបានចែសុចិត្តតានាំអូនលេងតឥឡូវនេះប៉ាអូនថាព្រឹកឡើងចាំទៅលេងយាយនៅទូកណ្ដាលភូមិមួយទៀតចាភូមិមួយទៀតនៅជិតវត្តព្រៃមលូឥឡូវយើងចាប់ផ្ដើមជិះម៉ូតូស្កូពីមីងនិចទៅហើយ3នាក់ឆ្នាំនេះគឺ3នាក់បានសម្រេចហើយការមុនដំបូងប្រពន្ធពូកដោគាត់ថាឆ្នាំក្រោយអត់មានមក2នាក់ទៀតទេណាមក3នាក់តើនៅតាមផ្លូវនេះឃើញមានកបីចាបងប្អូននេះកបីតិចទេខ្ញុំធ្លាប់ទៅឆ្នាំមុនណាកបីច្រើនណាស់ជាពិសេសពេលល្ងាចអីកបីធំហើយច្រើនខ្ញុំខ្លាចទៅខ្ញុំឲ្យបងអរៃគាត់អ្នកជួយដេញកាលហ្នឹងជិះម៉ូតូកបីនៅតាមផ្លូវចិត្តនឹងឯងខ្លាចមែនតើតែសារមានប្តីទៅអត់ខ្លាចទេតែឥឡូវនេះចូលមកដល់កន្លែងអមនៅទូកណ្ដាលភូមិមួយទៀតនឹងឯងចៃដនគឺគាត់បាំងស្គរដែរឲ្យជីដូនជីតាគាត់ដែរអញ្ចឹងខ្ញុំក៏បានមកស្ដាប់ចាធរសូត្រមន្តប្រោះព្រំលើកឫស្សីទៀតតាពីសូត្រធរហើយប្រោះព្រំហើយក៏ប្រោះនឹងគ្នាផឹកទៀតហើយចាហើយយាយអូននេះយាយកំមុំបងប្អូនអាយុ8ជាងហើយចាគាត់ចិត្តល្អណាស់គាត់ធ្លាប់មកលេងអូនកាអូននៅមួយខែកន្លះម្ដងគាត់ឲ្យនំញ៉ាំឲ្យគេហៅនំពុំគឺនំដូចជានំកន្ទក់យើងអញ្ចឹងដែលបងខ្ញុំគាត់ចង់ញ៉ាំដែរប៉ុន្តែអត់បានកំងគេតន់ទេហើយនេះប្រុសគេផឹកហើយម៉ាក់អូននិងអូនគឺគេនៅផ្ទះមីងពិសីចាចែពិសីតែចែពិសីធំឥឡូវព្រឹកឡើងស្អែកទៀតយាយគាត់យកកដោមកពីស្រែហើយគាត់ចាធ្វើកដោឲ្យកូនញ៉ាំព្រោះខ្ញុំជាប់ដៃមើលកូនមកអីហើយខ្ញុំមិនសូវជំនាញធ្វើដែរណាបងប្អូនចាអញ្ចឹងយាយគាត់ធ្វើការលឿនណាខ្ញុំសរសើរគាត់ហើយធ្វើម្ហូបឆ្ងាញ់ទៀតនេះគាត់កាប់ជើងកាប់អីកតុយកដោចាអញ្ចឹងម្ដាយឪពុកយើងម្ដាយអ្នកមានគុណណាចាហើយមើលកូនគាត់ជួយម៉ាក់ដែរឃើញម៉ាក់ធ្វើការហត់ចឹងបងប្អូនតើឥឡូវនេះចាប់ផ្ដើមឆ្អិនហើយមីងនិចគេបំពងឈ្ងុយឆ្ងាញ់ញ៉ាំឆ្ងាញ់មែនតែនចាប៉ុន្តែញ៉ាំយឺតបំផុតខ្ញុំអត់សូវញ៉ាំលឿនទេញ៉ាំតែក៏ដោយយឺតណាពេលថាឃើញខ្ញុំញ៉ាំយូរចឹងប៉ុន្តែញ៉ាំតិចទេបានតិចទេឥឡូវដល់ពេលយាយក៏ធ្វើម្ហូបមួយមុខទៀតហើយគឺចិញ្ច្រាំកណ្ដុរឆាគ្រឿងឆ្ងាញ់មែនតើបងប្អូនឈ្ងុយតឥឡូវចាសីរតនាំអូនលេងទៀតហើយចាថ្ងៃនេះគឺអូនចិត្តទៅផ្ទះវិញហើយឥឡូវនេះដល់ពេលស្អែកឡើងទៅផ្ទះតែម្ដងបងប្អូនចានិសាចិត្តដល់ថ្ងៃបង្រៀនសោះហើយអត់អាចនៅយូរទេបងប្អូនអើយចា
ហើយឡាននេះគឺឡានធម្មជាតិបងប្អូនខ្យល់ធម្មជាតិតែសប្បាយតើឥឡូវមកដល់ភ្នំពេញហើយនៅកន្លែង stop ទេផនខ្ញុំមិនសូវដឹងដែរទេមិនតែលើសុកគេថាអញ្ចឹងណាចាហើយខ្ញុំរសារកន្លែងទីក្រុងភ្នំពេញហ្នឹងគឺ stop ទេផនហ្នឹងគឺត្រជាក់មែនតើដោយសារមានដើមកង្កោកធំជាច្រើនតាមដងផ្លូវចាគឺត្រជាក់ខ្លាំងណាស់ល្អមែនតើកន្លែងផ្សេងខ្ញុំឃើញរៀងក្តៅតែកន្លែងនេះគឺត្រជាក់មែនតើណាចាហើយអ្នកចិត្តខាងចិត្តល្អទៀតគាត់ឃើញខ្ញុំញ៉ាំបាយញ៉ាំអីចឹងទៅគាត់ថាគាត់ជួយអីចឹងណាថាចាគាត់ចិត្តល្អអ៊ំនឹងគាត់សួយរឿងអីចឹងទៅគាត់ថាអូនត្រូវការទឹកអីចឹងណាកូនត្រូវការទឹកអីចាឥឡូវយើងចូលដើមឡើងឡានមកវិញមកទៅបាត់ដំបងវិញហើយនេះអាគារនេះខ្ញុំមិនដឹងអាគារអីគេទេប៉ុន្តែចាថាអាគារល្អហើយខ្ពស់ហើយស្អាតមែនតើអាគារហ្នឹងក៏មានវាសនាបានទៅរៀននៅពេញនឹងអីទេបានតែដើរលេងនឹងឯងអត់ដូចអមៃអូនទេចាមកអាគារនៅស្រុកភ្នំពេញខ្ពស់ដែរតាបងប្អូនចាហើយមានមន្ទីរពេទ្យចាទីពេទ្យរបស់ខ្មែរយើងគឺល្បីដូចជាមន្ទីរពេទ្យប្រទេសកាឡាម៉ែតទេបងប្អូនចានេះមកមន្ទីរពេទ្យហ្នឹងបងប្អូនទីពេទ្យកាឡាម៉ែតនេះឯងចាបងប្អូននៅទីពេទ្យកាឡាម៉ែតឥឡូវនេះដល់ពេលហូបបាយតាមផ្លូវគឺប៉ាអូនគេដួសបាយទៅអីមីងចាអ្នកគុំមកចិត្តគាត់ហ្នឹងដែរហើយម៉ាក់អូនកំងមកហូប3មុខអូនធីតានគេសប្បាយគេណាចាហើយយកទឹកអ៊ីជីតាន់គេអីចឹងទៅហើយអត់ហ៊ានដាក់ទឹកអីច្រើនទេលាក់ឥឡូវអូនមកដល់ផ្ទះវិញហើយនេះចាអូនស្វាគមន៍ដោយសារពាក់ម៉ាស់នឹងឯងអរគុណចាស់បងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំសុខសប្បាយរីកចម្រើនទាំងអស់គ្នាណា